បងប្អូនម្នាក់នេះត្រូវបានគេប្តឹងទាមទារសំណងចំនួន$10000ដោយសារតែការជួយស្ត្រីម្នាក់នៅតាមដងផ្លូវបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកដែលដើមហេតុដំបូងឡើយគឺស្ត្រីហើយនិងបរិសុទ្ធដែលពាក់ខោខៀវហ្នឹងបងប្អូនគឺបានដើរជាមួយគ្នាតាមដងផ្លូវហើយមកដល់ចំណុចកើតហេតុហ្នឹងក៏បានឆ្លោះតតែងគ្នាក៏ស្ត្រីម្នាក់ហ្នឹងបានរុញបរិសុទ្ធម្នាក់ហ្នឹងចេញពីគាត់អញ្ចឹងណាហើយបរិសុទ្ធអាវខៀវហ្នឹងក៏មានការខឹងសម្បាក៏បានធ្វើការដាល់គាត់មកដៃចំកណ្ដាលមុខតែម្ដងបងប្អូនដែលធ្វើឲ្យគាត់ដួលទៅនឹងឥដ្ឋហ្នឹងតែម្ដងបងប្អូនហើយពេលនោះបរិសុទ្ធអាវខៀវនិងបាក់ពួករបស់គាត់ម្នាក់ទៀតក៏បានព្យាយាមជួយលើកស្ត្រីម្នាក់ហ្នឹងឡើងវិញដែរអញ្ចឹងណាបងប្អូនប៉ុន្តែមានបរិសុទ្ធម្នាក់ទៀតដែលគាត់បានឃើញហេតុការណ៍ជាក់ស្ដែងដែលបរិសុទ្ធខោខៀវហ្នឹងគឺបានវាយទៅលើស្ត្រីម្នាក់ហ្នឹងអញ្ចឹងណាអញ្ចឹងឯងធ្វើឲ្យគាត់ខឹងសម្បាចំនួនស្ត្រីម្នាក់ក៏បានជួយតាមវាយបរិសុទ្ធម្នាក់ហ្នឹងតែម្ដងបងប្អូនហើយក៏បានចាប់បរិសុទ្ធខោខៀវហ្នឹងគឺចងដើម្បីប្តឹងទៅសមត្ថកិច្ចឲ្យមកចាប់បរិសុទ្ធខោខៀវហ្នឹងតែម្ដងបងប្អូនហើយពេលនោះនៅពេលដែលសមត្ថកិច្ចមកដល់ក៏បានឃាត់ខ្លួនបរិសុទ្ធខោខៀវហ្នឹងហើយក៏ឃាត់ខ្លួនអ្នកដែលបានជួយដែរបងប្អូនគឺឃាត់ខ្លួនពួកគាត់ទាំងពីរអ្នកហ្នឹងតែម្ដងយកទៅតុលាការដើម្បីធ្វើការកាត់ក្តីបងប្អូនហើយនៅពេលទៅដល់តុលាការស្ត្រីម្នាក់ដែលត្រូវបានបរិសុទ្ធខោខៀវហ្នឹងវាយបងប្អូនគាត់ក៏បានសុំឲ្យតុលាការដោះលែងបរិសុទ្ធម្នាក់ហ្នឹងទៅដោយសារតែបរិសុទ្ធម្នាក់ហ្នឹងគឺជាប្តីរបស់គាត់ហើយរឿងហេតុដែលធ្វើឲ្យបរិសុទ្ធអ្នកហ្នឹងដាល់គាត់ហ្នឹងគឺដោយសារតែការឆ្លោះទាស់តែងគ្នាអញ្ចឹងណាអញ្ចឹងហើយទើបធ្វើឲ្យប្តីរបស់គាត់ហ្នឹងគឺធ្វើការវាយទៅលើគាត់ហ្នឹងតែម្ដងហើយពេលនោះតុលាការក៏បានធ្វើការដោះលែងទៅតាមសំណើដែលស្ត្រីម្នាក់ហ្នឹងបានសុំអញ្ចឹងណាហើយបន្ទាប់មកអ្វីដែលហួសចិត្តបងប្អូនគឺស្ត្រីម្នាក់ហ្នឹងបានប្តឹងទៅកាន់បរិសុទ្ធម្នាក់ទៀតដែលបានជួយគាត់ណាបងប្អូនដែលបានជួយគាត់វាយប្តីរបស់គាត់ណាគឺប្តឹងទាមទារសំណងចំនួន$10000បងប្អូនដោយសារតែបរិសុទ្ធម្នាក់ហ្នឹងបានវាយប្តីគាត់ហើយបានចាប់ចងប្តីគាត់ទៀតអញ្ចឹងគាត់ប្តឹងទាមទារសំណងចំនួន$10000ថ្លៃជំងឺចិត្តរបស់គាត់អញ្ចឹងណាបងប្អូន Oh my god គេខំជួយឲ្យតែប្តឹងគេទាមទារសំណងចំនួន$10000ទៀតបងប្អូនតែបងប្អូនយល់យ៉ាងណាដែរចំពោះស្ត្រីម្នាក់នេះបងប្អូនហើយតុលាការក៏បានធ្វើការកាត់ក្តីផងដែរប៉ុន្តែពេលនោះបរិសុទ្ធម្នាក់ដែលបានជួយណាគាត់ក៏មានមេធាវីរបស់គាត់ដែរមេធាវីរបស់គាត់ក៏បាននិយាយថាគាត់គ្មានបំណងណាទៅធ្វើបាបប្តីរបស់គាត់ទេគាត់គ្រាន់តែជួយស្ត្រីម្នាក់ហ្នឹងដើម្បីកុំឲ្យបរិសុទ្ធម្នាក់ហ្នឹងធ្វើបាបអញ្ចឹងណានិយាយទៅហួសចិត្តបងប្អូនគេខំជួយឲ្យបែរជាប្តឹងទាមទារសំណងគេ$10000ទៀតបងប្អូន Oh my god អត់យល់សោះស្ត្រីម្នាក់នេះណាបងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like ហើយ share វីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូនប្រុសម្នាក់នេះត្រូវបានគេប្តឹងទាមទារសំណងចំនួន$10000ដោយសារតែការជួយស្ត្រីម្នាក់នៅតាមដងផ្លូវបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកដែលដើមហេតុដំបូងឡើយគឺស្ត្រីហើយនិងបរិសុទ្ធដែលពាក់ខោខៀវហ្នឹងបងប្អូនគឺបានដើរជាមួយគ្នាតាមដងផ្លូវហើយមកដល់ចំណុចកើតហេតុហ្នឹងក៏បានឆ្លោះតតែងគ្នាក៏ស្ត្រីម្នាក់ហ្នឹងបានរុញបរិសុទ្ធម្នាក់ហ្នឹងចេញពីគាត់អញ្ចឹងណាហើយបរិសុទ្ធអាវខៀវហ្នឹងក៏មានការខឹងសម្បាក៏បានធ្វើការដាល់គាត់មកដៃចំកណ្ដាលមុខតែម្ដងបងប្អូនដែលធ្វើឲ្យគាត់ដួលទៅនឹងឥដ្ឋហ្នឹងតែម្ដងបងប្អូនហើយពេលនោះបរិសុទ្ធអាវខៀវនិងបាក់ពួករបស់គាត់ម្នាក់ទៀតក៏បានព្យាយាមជួយលើកស្ត្រីម្នាក់ហ្នឹងឡើងវិញដែរអញ្ចឹងណាបងប្អូនប៉ុន្តែមានបរិសុទ្ធម្នាក់ទៀតដែលគាត់បានឃើញហេតុការណ៍ជាក់ស្ដែងដែលបរិសុទ្ធខោខៀវហ្នឹងគឺបានវាយទៅលើស្ត្រីម្នាក់ហ្នឹងអញ្ចឹងណាអញ្ចឹងឯងធ្វើឲ្យគាត់ខឹងសម្បាចំនួនស្ត្រីម្នាក់ក៏បានជួយតាមវាយបរិសុទ្ធម្នាក់ហ្នឹងតែម្ដងបងប្អូនហើយក៏បានចាប់បរិសុទ្ធខោខៀវហ្នឹងគឺចងដើម្បីប្តឹងទៅសមត្ថកិច្ចឲ្យមកចាប់បរិសុទ្ធខោខៀវហ្នឹងតែម្ដងបងប្អូនហើយពេលនោះនៅពេលដែលសមត្ថកិច្ចមកដល់ក៏បានឃាត់ខ្លួនបរិសុទ្ធខោខៀវហ្នឹងហើយក៏ឃាត់ខ្លួនអ្នកដែលបានជួយដែរបងប្អូនគឺឃាត់ខ្លួនពួកគាត់ទាំងពីរអ្នកហ្នឹងតែម្ដងយកទៅតុលាការដើម្បីធ្វើការកាត់ក្តីបងប្អូនហើយនៅពេលទៅដល់តុលាការស្ត្រីម្នាក់ដែលត្រូវបានបរិសុទ្ធខោខៀវហ្នឹងវាបងប្អូនគាត់ក៏បានសុំឲ្យតុលាការដោះលែងបរិសុទ្ធម្នាក់ហ្នឹងទៅដោយសារតែបរិសុទ្ធម្នាក់ហ្នឹងគឺជាប្តីរបស់គាត់ហើយរឿងហេតុដែលធ្វើឲ្យបរិសុទ្ធអ្នកហ្នឹងដាល់គាត់ហ្នឹងគឺដោយសារតែការឆ្លោះទាស់តែងគ្នាអញ្ចឹងណាអញ្ចឹងហើយទើបធ្វើឲ្យប្តីរបស់គាត់ហ្នឹងគឺធ្វើការវាយទៅលើគាត់ហ្នឹងតែម្ដងហើយពេលនោះតុលាការក៏បានធ្វើការដោះលែងទៅតាមសំណើដែលស្ត្រីម្នាក់ហ្នឹងបានសុំអញ្ចឹងណាហើយបន្ទាប់មកអ្វីដែលហួសចិត្តបងប្អូនគឺស្ត្រីម្នាក់ហ្នឹងបានប្តឹងទៅកាន់បរិសុទ្ធម្នាក់ទៀតដែលបានជួយគាត់ណាបងប្អូនដែលបានជួយគាត់វាយប្តីរបស់គាត់ណាគឺប្តឹងទាមទារសំណងចំនួន$10000បងប្អូនដោយសារតែបរិសុទ្ធម្នាក់ហ្នឹងបានវាយប្តីគាត់ហើយបានចាប់ចងប្តីគាត់ទៀតអញ្ចឹងគាត់ប្តឹងទាមទារសំណងចំនួន$10000ថ្លៃជំងឺចិត្តរបស់គាត់អញ្ចឹងណាបងប្អូន Oh my god គេខំជួយឲ្យតែប្តឹងគេទាមទារសំណងចំនួន$10000ទៀតបងប្អូនតែបងប្អូនយល់យ៉ាងណាដែរចំពោះស្ត្រីម្នាក់នេះបងប្អូនហើយតុលាការក៏បានធ្វើការកាត់ក្តីផងដែរប៉ុន្តែពេលនោះបរិសុទ្ធម្នាក់ដែលបានជួយណាគាត់ក៏មានមេធាវីរបស់គាត់ដែរមេធាវីរបស់គាត់ក៏បាននិយាយថាគាត់គ្មានបំណងណាទៅធ្វើបាបប្តីរបស់គាត់ទេគាត់គ្រាន់តែជួយស្ត្រីម្នាក់ហ្នឹងដើម្បីកុំឲ្យបរិសុទ្ធម្នាក់ហ្នឹងធ្វើបាបអញ្ចឹងណានិយាយទៅហួសចិត្តបងប្អូនគេខំជួយឲ្យបែរជាប្តឹងទាមទារសំណងគេ$10000ទៀតបងប្អូន Oh my god អត់យល់សោះស្ត្រីម្នាក់នេះណាបងប្អូន